ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាវីដេអូនេះបាទនេះគឺជាវីដេអូដែលខ្ញុំនាំកូនស្រីនិងភរិយាដើរទៅលេងកម្សាន្តនៅពិធីបុណ្យចូលឆ្នាំនៅខេត្តបាត់ដំបងរបស់យើងឯងបងប្អូនអរគ្នាបាទនេះនៅខេត្តបាត់ដំបងទិដ្ឋភាពបែបនេះគឺមើលទៅគឺពិតជាសប្បាយរីករាយណាស់អ្នកនរគ្នាអើយបានមានបងប្អូនយើងជាពិសេសគឺមិត្តយុវវ័យគឺជាច្រើនបងប្អូនអរគ្នាបានមកលេងកំសាន្តនៅខេត្តបាត់ដំបងយើងនឹងបាទបានទៅឆ្ងាយលេងខេត្តយ៉ាងនេះហើយបាទនៅក្នុងខេត្តបាទនេះនៅក្នុងក្រុងបាទបងប្អូនអរគ្នាបាទសង្ឃឹមថាខាងបងប្អូនអរគ្នាក៏សុខសប្បាយហើយមានបងប្អូនយើងដើរកំសាន្តទៅលេងជុំគ្នាតាមខេត្តមួយគឺមើលទៅគឺឲ្យគឺមានភាពសប្បាយរីករាយអញ្ចឹងណាបងប្អូនអរគ្នាបាទចំណែកខ្ញុំឆ្នាំនឹងគឺ3នាក់បាទកាលឆ្នាំទៅត្រឹមតែ2នាក់ទេ only 2ឆ្នាំនេះ only 3អ្នកនរគ្នាបាទ3នាក់តែម្ដងជាមួយកូនស្រីបាទនេះទៅហើយបាទទៅណាទេបាទហើយកូនមុខក៏ស្ងួតចេះវ៉ានីដាអ្នកនរគ្នាមើលលើកទី1សម្រាប់គាត់ហើយអ្នកនរគ្នាគាត់ដើរកំសាន្តជាមួយប៉ាម៉ាក់បាទជាលើកទី1នេះអ្នកនរគ្នាគឺកន្លែងដែលគេតុបតែងអ្នកនរគ្នាបាទមើលទិដ្ឋភាពជាស្រ័យបងប្អូនអរគ្នាវីដេអូរៀងញោដែរព្រោះអី3កូនផងថតផងយ៉ាងទៅណាអញ្ចឹងវារៀងញោវីដេអូទេនេះផ្លូវចូលអ្នកនរគ្នាបាទហើយនិយាយទៅខ្ញុំដើរទៅអត់បានដល់កន្លែងនេះបងប្អូនស្អីខ្ញុំភ្លេចឈ្មោះរនៅឃើញបាទជាស្រ័យបងប្អូនអរគ្នាកន្លែងហ្នឹងគឺចំកន្លែងកណ្ដាលក្រុងតែម្ដងអ្នកនរគ្នានេះអ្នកនរគ្នាមើលរូបភាពមានដាក់តាំងមហោបអាហារផ្លែឈើអញ្ចឹងបាទលក់តាមផ្លូវហ្នឹងជាច្រើនបាទមានបងប្អូនយើងទៅចូលទិញនៅផ្លែឈើទិញអីចឹងទៅបាទឬក៏ទិញអីញ៉ាំណាបាទវីដេអូហ្នឹងអ្នកនរគ្នាមើលរឿងវិលបុកទៅអ្នកថតនេះអត់បានទៀតឲ្យបាននឹងទេអ្នកនរគ្នាអើយបាទញោពេញតែហ្នឹងឯងមើលបាទកន្លែងនេះបងនឹងគាត់ឆ្លៀតប៉ាតទាំងអ្នកថតប៉ាតទាំងអ្នកដើរមុខគេបាទបាទហ្នឹងហើយបងប្អូនឡាគាត់ត្រឡប់មកវិញបងប្អូនអរគ្នាបាទគាត់ដើរមកវិញហើយបាទតាមពិតទៅអ្នកនរគ្នាកាលពីថ្ងៃទី1យើងចូលឆ្នាំហើយទី1ហ្នឹងខ្ញុំអត់បានមកទេហើយក៏ភ្លៀងដែរអ្នកនរគ្នាបាទភ្លៀងមួយថ្ងៃហ្នឹងគេទៅអត់បានលេងប្រហែលទេមើលបងប្អូនយើងក្មួយមិត្តយុវវ័យគាត់មិនទៅបានលេងដោយសារតែមេឃភ្លៀងដល់កណ្ដាប់ទេអ្នកនរគ្នាថ្ងៃទី1នៅបាត់ដំបងណាមិនដឹងថាខេត្តផ្សេងហ្នឹងមានការភ្លៀងដូចជាខេត្តបាត់ដំបងអត់ទេថ្ងៃហ្នឹងបងថ្ងៃទី1បងប្អូនបាទឥឡូវថ្ងៃទី2នេះវីដេអូនេះគឺថ្ងៃទី2អ្នកនរគ្នាខ្ញុំឆ្លៀតទៅនាំភរិយាខ្ញុំនិងកូនខ្ញុំទៅដើរមើលគេបាទបន្តិចទេអ្នកនរគ្នាអើយបាទនេះឥឡូវកូនយំទេបាទឥឡូវកូននេះចិត្តបាទនេះបងប្អូនអរគ្នាគឺទិដ្ឋភាពបែបមើលទៅគឺគួរតែអារម្មណ៍មានការលក់ដូរផ្សេងពីបងប្អូនយើងរៀបចំតុបតែងអីលម្អផ្សេងមានភ្លើងមានអីចឹងណានេះវ៉ានីដាអ្នកនរគ្នាបាទទៅដូចជាផ្លែគាត់ផ្លែកន្លែងនេះកន្លែងថតអ្នកនរគ្នាបាទនេះកន្លែងស្រុកបណនបាទមានដាក់តាំងបែបនេះបាទមានកន្លែងគួយថតចឹងទៅអ្នកនរគ្នាបាទនេះគឺជាទិដ្ឋភាពគួរឲ្យរីករាយមែនទេអ្នកនរគ្នាបាទនេះមានស្ពៃក្តោបមានខាត់ណាមានបន្លែមានស្វាយមានអីចឹងណាបងប្អូនមានច្រើនមែនទេបាទនេះតាមផ្លូវឲ្យថតរឿងដើរលឿនទៅវីដេអូនឹងវិញញោទេអ្នកនរគ្នាបាទមិនសូវជាបានល្អប្រហែលទេបាទវ៉ានីដានៅជិះកេះម៉ាក់គេរហូតបាទឥឡូវស្រែអង្គុយចិត្តខ្ញុំហ្នឹងហើយអ្នកនរគ្នានេះកំពុងតែអង្គុយមុខតូបហ្នឹងឯងបាទខ្ញុំឃ្លាតvoice សំឡេងឲ្យបងប្អូនអរគ្នាបានស្ដាប់នេះបងប្អូនយើងខ្លះក៏គាត់ដើរមកវិញណាអូខេបាទគាត់ដើរត្រឡប់មកវិញហើយបាទនេះចូលកន្លែងចិត្តចូលកន្លែងសួនហើយអ្នកនរគ្នាជិតដល់កន្លែងសួនហើយយើងដើរចូលទៅហើយមានមនុស្សម្នាក់ជាច្រើនបានទៅលេងណាបងប្អូនម្នាក់គឺប្រឡាក់ម្សៅទាំងអស់គ្នាហើយបានមើលមានច្រើនមែនទែនបាទនេះយើងចិត្តដល់កន្លែងវិមានឯករាជ្យណាបាទវិមានឯករាជ្យនៅខេត្តបាត់ដំបងអ្នកនរគ្នាមិនវិមានឯករាជ្យនៅភ្នំពេញទេបាទគឺនៅខេត្តបាត់ដំបងយើងគឺបានសាងសង់វិមានឯករាជ្យមួយអ្នកនរគ្នានៅជាប់មកស្ទឹងសង្កែហ្នឹងណាបាទឥឡូវយើងកំពុងតែធ្វើដំណើរទៅហើយអ្នកទាំងអស់គ្នាដើរចូលទៅហើយជាមួយនឹងម៉ាក់គេពោវ៉ានីដាជាប់នឹងចង្កេះទៅហើយបងប្អូនអ្នកគ្នាបើអើយវីដេអូនឹងវិលមុខអ្នកមើលទៅហើយបាទគឺថាញ័រតែម្ដងអត់មានដងកាមេរ៉ាកាន់អីទេគឺកាន់ដៃទូរស័ព្ទតតែម្ដងអ្នកទាំងអស់គ្នាបាទនេះគឺជាសកម្មភាពយើងបានដើរចូលទៅក្នុងសួនហើយអ្នកទាំងអស់គ្នាបាទគឺមានរថយន្តមានប
បងប្អូនយើងគាត់មកទស្សនាជាច្រើនបងប្អូនអរគ្នានៅក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី2បាទថ្ងៃទី3អត់បានទៅទេអ្នកនរគ្នាអើយបាទនៅចាំផ្ទះនេះដូចចំពុងវយសំឡេងនេះមើលកូនអ្នកនរគ្នាបាទបាទតាមពិតទៅមានបានលេងម្សៅលេងអីទេនេះប្រឡាក់នេះដោយសារបងប្អូនយើងគាត់ឃើញទៅក៏គាត់បាទលេងទៅបាទនេះគឺកន្លែងសួនតែម្ដងបាទនេះបាទវ៉ានីដាបានមកលេងចូលឆ្នាំថ្ងៃទី2លើកទី1បាទនេះឥឡូវកំពុងតែអង្គុយពីមុខខ្ញុំកំពុងវយសំឡេងនេះអ្នកនរគ្នាបាទទៅដើរទៅអត់បានដល់វិមានឯករាជ្យទេបងប្អូនអរគ្នាបាទដោយសារតែនៅខាងវិមានឯករាជ្យនឹងខាងមុខនឹងគឺមានបងប្អូនយើងលេងជាច្រើនហើយគេបាញ់ទឹកគេហៅតំបន់ត្រជាក់អ្នកនរគ្នាតំបន់ត្រជាក់នេះបងប្អូនឃើញហើយនេះទស្សនវិជ្ជាបែបនេះគឺមានការបាញ់ទឹកឡើងត្រជាក់តែម្ដងគឺមិនถึงសតុំផងបងប្អូនអរគ្នាបាទនេះបងប្អូនយើងគាត់លេងទឹកជាច្រើននេះអស់កំសួលគាត់ត្រឡប់ទៅផ្ទះខ្លះហើយបងប្អូនខ្ញុំទៅម៉ោងដូចជាម៉ោង4ម៉ោង5ហើយងាយហើយបងប្អូនខ្លះក៏ត្រឡប់ទៅផ្ទះអស់ហើយអញ្ចឹងខ្ញុំដើរទៅនឹងដើរទៅមើលគេទេបាទនាំពេលយើងទៅមើលតើសកម្មភាពបងប្អូនយើងមិនដែរនៅខាងក្រុងបាត់ដំបងយើងនឹងសកម្មភាពហ្នឹងមើលទៅគឺថាមានបងប្អូនមួយមិនយូរវ័យជាច្រើនបាទគាត់ទៅលេងបាទសប្បាយរីករាយនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំនឹងផងដែរបាទនេះក៏ឆ្លៀតទិញកាដូមកក្មួយបាទនេះដាក់ក៏បានញ៉ាំទេអត់ញ៉ាំទេបាទឥឡូវនេះយើងចូលទិញអីញ៉ាំបន្តិចទៅបាទហើយបន្ទាប់មកមិនបានទៅដល់វិមានឯករាជ្យនេះទេគ្រាន់តែថតបងប្អូនមើលសកម្មភាពបែបហ្នឹងហើយក៏ចាប់ផ្ដើមធ្វើដំណើរវិលត្រឡប់មកវិញបងប្អូនទាំងអស់គ្នាបាទនេះបងប្អូនឃើញសកម្មភាពនឹងបាទមានបងប្អូនយើងចូលរួមជាច្រើនបាទនេះបងប្អូនមើលគឺគាត់លេងទឹកបាទមើលទៅគួរសប្បាយរីករាយអរគុណបងប្អូនអរគ្នាដែលចូលមកទស្សនាវីដេអូនេះកុំភ្លេចចុច Subscribe ម្នាក់មួយបងប្អូនអរគ្នាដើម្បីទទួលបានវីដេអូថ្មីៗផ្សេងៗពីសកម្មភាពកូនស្រីរបស់ខ្ញុំគ្រួសាររបស់ខ្ញុំផងដែរបាទអរគុណបងប្អូនអាចទស្សនាវីដេអូនេះរហូតដល់ចប់បានអរគុណជម្រាបលាបាទ